វិស័យដឹកជញ្ជូននិងភស្តុភារកម្មកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមួយដ៏គួរឲ្យព្រួយបារម្ភខណៈអ្នកជំនាញព្រមានថាការហក់ឡើងនៃតម្លៃប្រេងម៉ាស៊ូតដែលបណ្ដាលមកពីសង្គ្រាមនៅមជ្ឈមបូព៌ាអាចបង្ខំឲ្យក្រុមហ៊ុននិងអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនមួយចំនួនប្រឈមនឹងការបញ្ឈររថយន្តទុកចោលប្រសិនបើតម្លៃប្រេងម៉ាស៊ូតបន្តកើនឡើងបន្ថែមទៀតជាក់ស្ដែងចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែមីនាតម្លៃប្រេងម៉ាស៊ូតលក់រាយនៅកម្ពុជាបានហក់ឡើងដល់7,100រៀលក្នុង1លីត្រដែលជាកម្រិតខ្ពស់បំផុតមួយបង្កជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញនៅក្នុងស្រុកតទៅនេះក្រុមការងារ Cambonomics លំអិតលើរឿងនេះដូចតទៅអុកញ៉ាហាក់លៀងហប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូបញ្ជាក់ថាការហក់ឡើងនៃតម្លៃប្រេងសាំងនិងម៉ាស៊ូតកំពុងបង្កផលប៉ះពាល់ដល់វិស័យដឹកជញ្ជូនខណៈមកដល់ពេលនេះការដឹកជញ្ជូនត្រូវបានដំឡើងថ្លៃចន្លោះពី25ទៅ30%រួចទៅហើយចំពោះការឡើងថ្លៃប្រេងម៉ាស៊ូតដល់7,100រៀលក្នុង1លីត្រនាពេលនេះត្រូវបានអ្នកជំនាញរូបនេះលើកឡើងថាកំពុងបង្កបញ្ហាប្រឈមកាន់តែខ្លាំងថែមទៀតហើយអ្នកដឹកជញ្ជូនអាចនឹងពិចារណាក្នុងការដំឡើងថ្លៃថែមមួយកម្រិតទៀតដើម្បីទប់ទល់នឹងបរិបទដ៏លំបាកនេះបើតាមការអះអាងរបស់ប្រធានសមាគមរូបនេះមកដល់ពេលនេះមានរថយន្តដឹកជញ្ជូនមួយចំនួនបានបង្ខំចិត្តបញ្ឈររថយន្តទុកចោលដោយសារមិនអាចទប់ទល់នឹងការខាតបង់ហើយប្រសិនបើតម្លៃប្រេងម៉ាស៊ូតនៅតែបន្តកើនឡើងនោះការបញ្ឈររថយន្តចោលអាចនឹងមានចំនួនកាន់តែច្រើនថែមទៀតបាទបច្ចុប្បន្នមែនទែនការបញ្ឈរឡានចោលហ្នឹងវានៅចំនួនតិចតួចនៅឡើយឯដែលជាគេហៅថាជារូបវ័ន្តបុគ្គលខ្លះក៏មាន2 3ឡានខ្លះក៏មានអីដែលចូលគ្នាអញ្ចឹងអានឹងបញ្ឈរជើងប៉ុន្តែចំពោះក្រុមហ៊ុនធំតែគេមានការ supply ប្រេងធំហ្នឹងគឺនៅតែដំណើរការធម្មតាទេប៉ុន្តែបើសិនបើប្រេងអាចឡើងជាងនេះទៀតការបញ្ឈរឡានចោលនឹងមានបញ្ហាច្រើនធំជាងហ្នឹងអញ្ចឹងជាក្តីសង្ឃឹមខ្ញុំសង្ឃឹមថាកាលពីសប្តាហ៍មុនខាងក្រសួងពាណិជ្ជកម្មលោកមានប្រសាសន៍ថាទោះបីក្នុងស្ថានភាពបែបណាក៏ដោយម៉ាស៊ូតមិនអាចឡើងលើសពី8,000រៀលហើយសង្ឃឹមមួយទៀតសង្ឃឹមថាសង្គ្រាមនេះនឹងឆាប់ចប់ក្នុងពេលឆាប់ចោះដែលมันអាចធ្វើឲ្យស្ថានភាពទឹកជញ្ជូនរបស់យើងវាធ្ងន់ធ្ងរជាងនេះថែមទៀតស្រដៀងគ្នានេះអង្គញាសិនចន្ទធីអគ្គនាយកក្រុមហ៊ុន Line Haul Express បានគូបញ្ជាក់ថាវិស័យដឹកជញ្ជូនប្រមាណ 90% បានប្រើប្រាស់ប្រេងម៉ាស៊ូតខណៈមកដល់ពេលនេះតម្លៃប្រេងម៉ាស៊ូតបានហក់ឡើងខ្ពស់ជាងប្រេងសាំងនិងអូស្មန်ហ្គាសដែលកំពុងបង្កផលប៉ះពាល់ដល់រថយន្តដឹកទំនិញចន្លោះពី 30% ទៅ 50% កត្តានេះកំពុងជំរុញឲ្យអ្នកប្រកបរបរដឹកជញ្ជូនពិចារណាក្នុងការដំឡើងថ្លៃតែកំពុងជួបឧបសគ្គជាមួយម្ចាស់ទំនិញព្រោះការឡើងថ្លៃនឹងធ្វើឲ្យទំនិញពិបាកលក់ចេញនៅលើទីផ្សារចឹងហើយឥឡូវនេះមកដល់ម៉ោងនេះយើងកំពុងជជែកគ្នាថាគួរឡើងប៉ុណ្ណាណាបាទចឹងសូមបញ្ជាក់ផងដែរថាពីមុនមកយើងស្នើឡើងតែ 25% ទៅ 30% ទេក្រុមហ៊ុនខ្លះលោកឡើង 25% ខ្លះលោកឡើង 30% បាទឥឡូវនេះយើងនឹងត្រូវតែឡើងបន្តទៅទៀតពីព្រោះប្រេងម៉ាស៊ូតវាឡើងបន្តទៅទៀតដែរហើយឡើងនេះក៏មិនកំណត់ថាពេលណាដែរយើងក៏រងចាំតែតម្លៃប្រេងអន្តរជាតិទេយើង flexible มันអាចធ្វើជាផែនការរយៈពេលវែងបានទេចឹងណាបាទជុំវិញបញ្ហានេះដែរអង្គញាតែតាំងពប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានគូបញ្ជាក់ថាទោះបីជាការហក់ឡើងតម្លៃប្រេងម៉ាស៊ូតបានធ្វើឲ្យថ្លៃដឹកជញ្ជូនមានការកើនឡើងហើយបានជះឥទ្ធិពលដល់តម្លៃមុខទំនិញមួយចំនួននៅលើទីផ្សារក៏ដោយប៉ុន្តែសម្រាប់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកនៅមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភនោះទេខ្ញុំធ្វើរោងចក្រមួយនៅកំរៀងហ្នឹងខ្ញុំឃើញឡើងថ្លៃខ្សាច់ថ្មអីឡើងស៊ីម៉ងអីដូចគេយកថ្លៃដឹករៀងឡើងថ្លៃបន្តិចតែចំពោះផលិតផលហ្នឹងដូចជាដែកដូចជាស៊ីម៉ងដូចជាស្អីគេអត់ទាន់ឡើងថ្លៃគាត់តែឡើងថ្លៃទៅលើថ្លៃដឹកតែចំពោះផលិតផលម្ហូបអាហារយើងស្បៀងអាហារយើងដូចអត់មានតាមានតន់មានការរំជើបរំជួលរឿងហ្នឹងណាអត់ទាន់មានប៉ះពាល់បើគាត់រឿងសំណង់ថ្លៃខ្សាច់ថ្លៃថ្មវានៅដដែលទេក៏ប៉ុន្តែបើគេបង្កើនដល់ថ្លៃដឹកបន្តិចចឹងណាគូបញ្ជាក់ថាកម្ដៅសង្គ្រាមនៅមជ្ឈមបូព៌ានិងការបិទគប់នាវាដឹកជញ្ជូននៅច្រកសមុទ្រហ័រមុសបានជំរុញឲ្យតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិនិងនៅកម្ពុជាហក់ឡើងខ្ពស់គួរឲ្យព្រួយបារម្ភជាក់ស្ដែងចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែមីនា
តម្លៃប្រេងសាំងធម្មតានៅកម្ពុជាបានហក់ឡើងដល់ 5,450 រៀលខណៈប្រេងម៉ាស៊ូតបានហក់ឡើងដល់ 7,100 រៀលក្នុង1លីត្រ